lên phải mới đây ban khá là đồng ជំរាបសួរសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់រមណីយដ្ឋានភ្នំព្រះជាទ្រព្យដែលយើងទាំងអស់គ្នាស្គាល់ថារមណីយដ្ឋានឧដុង្គហើយថ្ងៃនេះយើងនឹងមកធ្វើ content មួយចង់ដឹងថាតើលុយ 50000 រៀលយើងអាចចាយទិញអីបានខ្លះនៅក្នុងរមណីយដ្ឋានភ្នំឧដុង្គតោះទៅទស្សនាទាំងអស់គ្នា បាទទាំងអស់គ្នាមិញហ្នឹងក៏ពីបានយើងដើរចូលផ្សារមកឆាវមិញហ្នឹងយើងទិញបានផ្លែស្ងោរទឹកត្នោតមាន់ប្រហិតហើយកង្កែបបោកហើយនឹងខ្យងឆាទាំងអស់ហ្នឹងអស់ 50000 គាត់បងអញ្ចឹងបើសិនតែអ្នកគ្នាចង់បលីឧដុង្គមានត្រឹម 50000 អីអាចមកបានសម្រាប់ទៅទិញម្ហូបទេសម្រាប់ថ្លៃធ្វើដំណើរថ្លៃកញ្ចក់អីអានោះកន្លែងផ្សេងទៀតអូខេអញ្ចឹងវីដេអូយើងមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ